រឿងរ៉ាវអាស្រ័យនៃសាសនាងងឹតមួយនៅប្រទេសជប៉ុនសូម្បីតែការបាញ់ប្រហារលោកអាបេក៏ត្រូវជាប់ពាក់ព័ន្ធនឹងរឿងសាសនានេះដែរនៅប្រទេសជប៉ុនមានសាសនាមួយដែលគេតែងតែនិយាយជាញឹកញយជាមួយនឹងពាក្យចចាមអារ៉ាមការរិះគន់និងរឿងអាស្រ័យជាច្រើនសាសនានេះត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាសាសនាគ្រឹះនិកាយខុសឆ្គងឬសាសនាคล้ายៗដោយសារការបង្រៀននិងការអនុវត្តដែលបង្កផលប៉ះពាល់ដល់សង្គមបញ្ហានេះបានក្លាយជាប្រធានបទក្តៅខ្លាំងបន្ទាប់ពីព្រឹត្តិការណ៍ដ៏រន្ធត់មួយក្នុងឆ្នាំ2022គឺការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនស៊ីនស៊ូអាបេគិតកោបានបញ្ជាក់ថាកំហឹងរបស់ខ្លួនមិនមែនជាការខឹងផ្ទាល់លើលោកអាបេទេប៉ុន្តែបណ្ដាលមកគ្រួសាររបស់គាត់បរិច្ចាគប្រាក់យ៉ាងច្រើនទៅសាសនាមួយនេះនិងការយល់ឃើញថាលោកអាបេមានទំនាក់ទំនងជាមួយនឹងសាសនានេះសំណួរសួរថាតើសាសនានេះជាសាសនាអ្វីបង្កើតឡើងដោយអ្នកណាហេតុអ្វីបានវាក្លាយជាវិបត្តិសង្គមដ៏ធំថ្នាក់នេះសាសនានេះមានឈ្មោះជាផ្លូវការថាសហព័ន្ធគ្រួសារដើម្បីសន្តិភាពនិងបង្រួបបង្រួមពិភពលោកវាត្រូវបានបង្កើតឡើងក្នុងឆ្នាំ1954នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងដោយបុរសម្នាក់មានឈ្មោះថាស៊ុនយ៉ុងងុនដំបូងសាសនានេះត្រូវបានគេហៅថាសមាគមព្រះវិញ្ញាណបរិសុទ្ធសម្រាប់ការបង្រួបបង្រួមសាសនាគ្រឹះពិភពលោកងុនអះអាងថានៅឆ្នាំ1935ព្រះយេស៊ូវបានបង្ហាញខ្លួនឲ្យលោកឃើញនិងប្រគល់បេសកកម្មមួយគឺបន្តអ្វីដែលព្រះយេស៊ូវមិនទាន់អាចបំពេញបានលោកបានដាក់ខ្លួនឯងថាជាព្រះមេស៊ីយាងមកលើកទី2ដែលមានភារកិច្ចបង្កើតគ្រួសារដែលល្អឥតខ្ចោះនិងគ្មានបាបដើម្បីសង្គ្រោះមនុស្សជាតិទាំងមូលចាប់តាំងពីឆ្នាំ1958សាសនានេះបានចូលមកផ្សព្វផ្សាយនៅក្នុងប្រទេសជប៉ុនហើយរីកចម្រើនយ៉ាងឆាប់រហ័សជប៉ុនបានក្លាយទៅជាប្រភពហិរញ្ញវត្ថុដ៏សំខាន់បំផុតមួយរបស់សាសនានេះតាមរយៈការបរិច្ចាគប្រាក់ជាច្រើនការលក់វត្ថុខាងវិញ្ញាណពិធីសាសនាដែលមានតម្លៃខ្ពស់ប៉ុន្តែការរីកចម្រើននេះក៏នាំមកនូវជាមួយនឹងការរិះគន់និងបណ្ដឹងជាច្រើនផងដែររឿងដែលធ្វើឲ្យសាសនានេះល្បីល្បាញគឺពិធីមង្គលការរួមឬ The Blessing ក្នុងពិធីនេះលោកមុនគឺជាអ្នកជ្រើសរើសគូស្រករហើយគូស្រករមកពីប្រទេសផ្សេងៗពិធីនេះអាចមានរាប់ពាន់គូក្នុងពេលតែមួយសមាជិកជឿថាពិធីនេះអាចសម្អាតពូជឈាមមានបាបនិងបំបែកមនុស្សចេញពីឥទ្ធិពលសាតាំងប៉ុន្តែសម្រាប់មនុស្សក្រៅវាគឺជារឿងចម្លែកសម្រាប់អ្នកជឿវាជាផ្លូវទៅកាន់សេចក្តីសង្គ្រោះអស់រយៈពេលជាច្រើនទសវត្សរ៍សាសនានេះត្រូវបានចាត់ប្រកាន់ពីការបោកប្រាស់និងបង្ខំឲ្យបរិច្ចាគការរំលោភសិទ្ធិសមាជិកការបដិសេធពីគ្រឹះសាសនាផ្លូវការចោទថាមានទំនាក់ទំនងនយោបាយនិងស៊ើបការផ្សេងៗបន្ទាប់ពីលោកមុនបានស្លាប់ក្នុងឆ្នាំ2012សាសនានេះបានបែកបាក់ទៅក្នុងហើយអំណាចត្រូវបានផ្ទេរទៅឲ្យភរិយារបស់លោកគឺលោកស្រីហាក់ជេហាន់ហេតុអ្វីបានជាសាសនានេះបានក្លាយទៅជាវិបត្តិដ៏ធំនៅក្នុងប្រទេសជប៉ុនបន្ទាប់ពីការបាញ់សម្លាប់លោកអាបេសង្គមជប៉ុនចាប់ផ្ដើមបើកកកាយទំនាក់ទំនងរវាងអ្នកនយោបាយនិងសាសនានេះអ្នកនយោបាយជាច្រើនបានចេញមុខបដិសេធទំនាក់ទំនងឬអះអាងថាខ្លួនបានចាក់ចេញពីសាសនានេះយូរហើយពេលចុងក្រោយថ្ងៃទី25ខែមីនាឆ្នាំ2025តុលាការក្រុងតូក្យូបានបញ្ជាឲ្យរំលាយសាខាជប៉ុននៃសាសនានេះនិងដកហូតឋានៈជានីតិបុគ្គលសាសនាដោយសារតែការបង្ខំឲ្យបរិច្ចាគនិងការរំលោភសិទ្ធិអ្នកដែលជឿក្នុងករណីនេះបានបង្ហាញយ៉ាងច្បាស់ថាសាសនានយោបាយនិងអំណាចហិរញ្ញវត្ថុបើមិនមានការត្រួតពិនិត្យត្រឹមត្រូវអាចនាំឲ្យកើតផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមសម្រាប់ជប៉ុនវានៅតែជារឿងដ៏ឈឺចាប់មួយដែលសង្គមទាំងមូលមិនអាចមើលរំលងបាន